ស្អែកដល់ថ្ងៃសង្ក្រាន្តហើយថ្ងៃនេះគឺថាមករៀនជុំគ្នាធម្មតាមើលតែសកម្មភាពម្នាក់ៗទៅគឺថាសត្វតអ្នកខិតខំរៀនសូត្រទាំងអស់គ្នាគឺនិយាយទៅមើលតែសកម្មភាពហើយនឹងទឹកមុខក៏ដឹងថាខំរៀនប៉ុណ្ណាដែរប៉ុន្តែថ្ងៃនេះគឺថារៀនសក់គឺសំឡេងថងបាសឡើងរំពងតែម្ដងដោយសារតែស្អែកនឹងសង្ក្រាន្តហើយមានការមកផ្សំឆាកជាច្រើនជាមួយនឹងតារាល្បីៗបន្តែខ្ញុំមិនដែរស្គាល់សោះនិយាយលេងទេអ្នកទាំងអស់គ្នាអត់ស្គាល់យ៉ាងម៉េចបានបើឆ្នាំនេះសិតតែតារាល្បីៗគាត់អញ្ជើញមកឥឡូវនេះបកចូលមកកាន់រឿងយើងវិញគឺថាដល់មកចេញលេងចុះពីរៀនមកគឺថានាំគ្នាសម្ដាំរកកង់ទិញដើម្បីទទួលទានអាហារពេលល្ងាចគឺថាថ្ងៃនេះគឺមនុស្សច្រើនដូចបុណ្យកឋិនអញ្ចឹងហើយមុននឹងទៅដល់ហ្នឹងគឺថាមានដំណាក់ចិបចប់ច្រើនមែនតើហើយថ្ងៃនេះគឺថាមហូបច្រើនពេកដល់មហូបអីគឺបានតែជុំនេះឯងហើយតើពីបានបាយគឺថាមកអង្គុយចាំគេតិចតួចបន្តមកទៀតយើងក៏ញ៉ាំមកដល់ញ៉ាំត្រាវគេដល់ញ៉ាំបាយដល់ហើយបន្ទាប់ពីហ្នឹងមកគឺថានៅដល់លេងតែតមកសារតែអីគេបានរៀបចំច្រើនមែនតើហើយអត់តបានឡើងទៅលើទេគឺថាមកជុំគ្នានិយាយនឹងតិចបល័យនឹងតិចហើយក៏បានចូលមើលគេលេងលោតតាក់ផងដែរថាតាក់នេះគឺតាក់ខ្សែប្រត់គឺថាសុទ្ធដឹបតែម្ដងហ៊ានទៅធ្វើតបខ្សែដឹងតែជាប់2ថ្ងៃមិនទាន់បាត់ផងអ្នកទាំងអស់គ្នាអាចស្ដាប់ slow បានគឺថាដឹបតែម្ដងគឺថាពួកគាត់ខ្លាចមែនតើលោតចូលម្ដង2ម្ដង3ខ្ញុំថាបើសិនជាហ៊ានធ្វើតបខ្សែដល់ធ្ងន់ហើយហើយបន្ទាប់ពីលេងលន់តាក់ហើយគឺថានៅគ្នាមកទី5ម្ដងគឺថាស្វាគមន៍មុនចូលឆ្នាំតែម្ដងចាំមើលក្រុមណាឈ្នះក្រុមណាចាញ់តែបើតាមមើលកម្លាំងទៅខាងនេះប្រប្រាស់ច្រើនមែនតើប៉ុន្តែចុងលទ្ធផលគឺចាញ់គេនឹងឯងចាញ់ម្ដងអត់ច្រើនទាំងអស់គ្នាគឺថាសុំគេម្ដងទៀតសាក់ម្ដងទៀតលើកនេះប្រកួតយកមកទំហឹងប៉ុន្តែជាលទ្ធផលចុងក្រោយទាញទៅទាញមកទាញទៅទីមកចុងក្រោយចាញ់គេជាលើកទី2ហើយលទ្ធផលគឺថាជាប់ដៃគ្រប់គ្នាតែម្ដងថ្ងៃនេះគឺថាមានតែប៉ុណ្្នឹងឯងទាំងអស់គ្នាអញ្ចឹងយើងជួបគ្នាថ្ងៃស្អែកបន្តទៀតនៅសង្ក្រាន្តបែធីខ្ញុំក៏ទៅចូលរួមដែរអញ្ចឹងយើងចាំជួបគ្នាទាំងអស់គ្នា